សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីស្ដេចកណ្ដុរសជាទូទៅមនុស្សគ្រប់គ្នាតែងតែនឹកឆ្ងល់ថាសត្វកណ្ដុរជាសត្វដែលទូចតាចណាស់ហើយពុំមែនជាសត្វដែលមានឫទ្ធិផងហេតុអ្វីបានគេលើកវាធ្វើជាតំណាងសត្វក្នុងឆ្នាំទី1គឺឆ្នាំជូតបានដូច្នេះហើយនៅពីក្រោយហេតុផលនេះគឺមានរឿងព្រេងមួយតាក់ទងនឹងសត្វកណ្ដុរមានសេចក្តីនិទានថាមានប្តីប្រពន្ធជាអ្នកតួក្រមានកូន17នាក់សុទ្ធតែស្រីថ្ងៃមួយឪពុកម្ដាយជំនុំគ្នាថាបើយើងទីទាល់ក្របែបនេះតើយើងនឹងទ្រាំចិញ្ចឹមកូនពុំបានដែរឬទេតើយើងត្រូវធ្វើចិត្តដាច់នាំពួកគេទៅប្រោះចោលតាមតែផលកម្មរបស់ពួកវាចោះហើយគិតគ្នារួចក៏និយាយទៅកាន់កូនទាំងអស់ថាកូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនរស់ទេគួរតែទាំងអស់គ្នាទៅរស់នៅព្រៃឯកូនទាំងអស់ក៏ស្រស់ស្រួលតាមឪពុកម្ដាយគិតគ្នាហើយក៏នឹងនាំកូនទាំងអស់ទៅក្នុងព្រៃហើយចូលឲ្យជ្រៅសឹមយើងនឹងគេចពីពួកវាគិតហើយក៏នាំកូនចេញទៅដឹងថាបានឆ្ងាយអង្វែងក៏ឈប់សម្រាកនៅទីនោះហៅកូនឲ្យមកជុំគ្នានិយាយទៅកូនថាកូនឯងកុំដើរបែកគ្នាបានចំណីអ្វីស៊ីត្រូវចែកគ្នាស៊ីឥឡូវទាំងអស់គ្នានៅទីនេះចោះឪម៉ែទៅរកផ្លែឈើសិនថាហើយក៏ដើរចេញទៅនាំគ្នាគេចទៅភូមិផ្ទះវិញលុះបាត់យូរពេកកូនទាំងអស់នាំគ្នាដើរទៅរកលុះដើរយូរទៅក៏ចូលទៅក្នុងស្រុកយក្សដែលធំជាងគេគឺនៅកំឡោះតែគ្មានឪពុកម្ដាយមានតែប្អូនស្រីក្រមុំម្នាក់ថ្ងៃមួយយក្សប្រុសឲ្យប្អូនស្រីដាំបាយដំណើបឲ្យច្រើនហើយវារែកយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែចាក់ហើយក៏ទៅលំនៅវិញជួនជាពេលនោះនាងទាំង17នាក់ដើរទៅជួបប្រទះក៏នាំគ្នាស៊ីបាយដំណើបនោះស្រាប់តែយក្សមកទាន់ក៏ចាប់យកទៅទាំងអស់ហើយយកទៅប្រគល់ឲ្យប្អូនស្រីទុកធ្វើជាអ្នកបម្រើតទៅនាងទាំងនោះលំបាកណាស់ព្រោះយក្សប្រើឥតប្រណីសម្លៀកបំពាក់ក៏គ្មានវាឲ្យនាង17នាក់នោះដេកនៅតែក្រោមផ្ទះគឺយក្សមានបំណងថាឲ្យតែនាងទាំងនោះធំវានឹងយកធ្វើជាចំណីអាហារថ្ងៃមួយយក្សហាម5នាងទាំងអស់នោះកុំឲ្យដើរទៅទិសខាងកើតនិងទិសខាងត្បូងឲ្យសោះចាប់តាំងពីថ្ងៃនោះមកយក្សប្រុសចេះតែដើរលេងសប្បាយមិននឹងប្រកបទីលំនៅនាងទាំងអស់នឹកឆ្ងល់ណាស់ចង់លបដើរទៅមើលទៅទិសខាងកើតក៏ឃើញប្រាសាទមួយក៏នាំគ្នាចូលទៅមើលខាងក្នុងហើយក៏ឃើញមានពាងអង្គធំក៏បបួលគ្នាបើកមើលឃើញសុទ្ធតែទឹកមាសនិងទឹកប្រាក់ពេញអង្គទាំងអស់ក៏យកចង្ដៃអុលទៅជ្រលក់ក្នុងទឹកមាសគ្រប់គ្នារួចដកឡើងវិញប៉ុន្តែជូតមិនជ្រះសោះក៏នឹកភ័យក្រែងយក្សដឹងគិតគ្នាយកកំណាត់រុំក៏រុំចង្អុលដៃដូចគ្នាហើយក៏នាំគ្នាដើរទៅរកមើលទិសខាងត្បូងឲ្យទៀតនាងទាំងនោះបានឃើញរោងមួយធំលុះដើរចូលទៅមើលឃើញគំនូរឆ្អឹងមនុស្សជាពំនូបតាមផ្នែកឆ្អឹងដោយឡែកពីគ្នានាងទាំងឡាយភ័យខ្លាចក៏ថយចេញមកវិញជំនុំគ្នានឹកគិតព្រួយថាបើយើងនៅទីនេះយូរមុខជាយក្សស៊ីជាមិនខានជំនុំគ្នាគិតរត់ក្រែងរត់មិនរួចទាល់គំនិតក៏ព្រួយក្នុងចិត្តឥតឧបមារាល់ថ្ងៃពេលមួយអាយក្សប្រុសត្រឡប់មកពីក្រៅមកដល់ផ្ទះឃើញនាងទាំង17រុំចង្អុលដៃដូចគ្នាក៏សួរថាវាស្អីបានជារុំចង្អុលដៃស្រស់គ្នាម្លេះនាងទាំងនោះភ័យហើយឆ្លើយថាកំបិតមុតយក្សឆ្លើយវិញថាអញមិនជឿទេស្រាយកំណាត់រុំចេញឲ្យអញឃើញភ្លាមនាងទាំងនោះប្រញាប់ប្រញាល់ស្រាយយក្សឃើញហើយក្រៀវក្រោតស្រែកសណ្ដាប់ថាអញហាផ្ដាច់ហាឥឡូវមិនក៏ចិត្តធំចង្រៃទៅបំផ្លាញតលតែបានយ៉ាងនេះហងឯងចង្រៃអាក្រក់ណាស់មកទាំងអស់គ្នាទៅកន្លែងនោះម្ដងទៀតនាងទាំងឡាយភ័យយំសោះស្រាក់នឹកថាយក្សនាំទៅសម្លាប់
ហើយលូកដើរទៅដល់ចិត្តឃ្លាំងយៈវាក្តៅចិត្តវាចាប់នាងទាំងអស់នោះម្ដងមួយលើកទម្លាក់នៅក្នុងទឹកមាសនៅលិចលង់រងវេទនាតើតែអស់ចិត្តទើបវាស្រង់ឡើងនាងទាំងនោះល្ងីល្ងើស្ទើរស្លាប់តែជាគុណម្យ៉ាងគឺនាងនោះមានរូបរាងប្រកបដោយភ្លឺចិញ្ចាំងពិសេសដូចជាមាសចាប់តាំងពីពេលនោះមកនាងទាំងអស់កើតទុកព្រួយជានិច្ចនឹកថាទ្រាំនៅទៀតមុខជាស្លាប់គ្រានោះមានកណ្ដុរសមួយបានយល់រឿងនេះកណ្ដុរក៏មានចិត្តមេត្តាដល់នាងទាំងនោះលុះដល់ពេលស្ងាត់កណ្ដុរមកប្រាប់ថានាងឯងរាល់គ្នាតែខំនៅទីនេះមុខជាយៈវាស៊ីជាចំណីវាហើយបើគិតរត់ក៏រត់មិនរួចដែរឥឡូវនេះយើងជួយគិតឧបាយសង្គ្រោះបានតែនាងឯងចូលចាំថាដល់ពេលជាត់បាយកុំជាត់ចោលទុកទឹកបាយឲ្យយើងផឹកយើងនឹងកាយរូងក្នុងដីធ្វើផ្លូវឲ្យនាងរត់ឲ្យផុតពីស្រុកយៈនេះហើយនាងត្រូវតែលៃលោកស្បៀងអាហារសម្រាប់ការធ្វើដំណើរចោះនាងទាំងអស់ទទួលថាមិនអីទេសូមឲ្យតែកណ្ដុរជួយសង្គ្រោះខ្ញុំធ្វើបានទាំងអស់គ្រានោះកណ្ដុរសនិយាយឲ្យការសពគ្រប់ហើយក៏ថយទៅឯនាងទាំងនោះជាត់បាយហើយតែងតែទុកទឹកបាយឲ្យកណ្ដុរផឹកជានិច្ចចំណែកស្បៀងអាហារក៏បានប្រុងប្រៀបលៃលោកទុកសម្រាប់ខ្លួនឯងជាស្រេចរយៈពេលកន្លះឆ្នាំក្រោយមកកណ្ដុរសចូលមកនិយាយប្រាប់នាងទាំង17នាក់ថាផ្លូវយើងធ្វើរួចស្រេចហើយឯដើមផ្លូវនៅត្រង់ចន្លោះនោះយើងបានកាច់មែកឈើទុកឲ្យជាសញ្ញាចូលនាងប្រញាប់ដោះខ្លួនកុំនៅយូររួចហើយកណ្ដុរសក៏លាថយចេញទៅលុះដល់ពេលស្ងាត់នាងទាំង17នាក់ដើរទៅរកមើលផ្លូវឃើញហើយក៏រីករាយចិត្តផ្លូវនោះស្អាតទូលាយណាស់ក៏ថយមកកន្លែងវិញគិតគ្នាលៃលោកអំពីអាហារដំណើរតាមផ្លូវក្រែងពុំបានគ្រប់គ្រាន់លុះគិតរួចស្រេចហើយថ្ងៃមួយពេលស្ងាត់យៈប្រុសវាចេញដំណើរទៅក្រៅបាត់នាងទាំង17នាក់នាំបងនាំប្អូនចេញទៅតាមផ្លូវដែលស្ដេចកណ្ដុរធ្វើឲ្យហើយនាំគ្នាប្រឹងរូតដំណើរមិនហ៊ានសម្រាកសោះឡើយក្រែងមិនផុតហើយអស់ដាច់ស្បៀងអាហារតាមផ្លូវដំណើរត្រាច់ទៅនោះមានរយៈពេល3ខែទើបបានផុតទៅដល់នគរមួយផ្សេងទៀតនៅទីនោះមានមាត់ស្រះទឹកមួយជាស្រះទឹករបស់ស្ដេចដែលភីលៀងស្ដេចតែងតែទៅដងទឹកស្រះនោះជារឿយនាង17នាក់ក៏ធ្វើដំណើរទៅដល់ស្រះទឹកនោះជួនជាពេលនោះមានភីលៀងទៅដងទឹកបានឃើញនាងទាំងអស់នោះនៅឈរប្រងពេតក្បែរមាត់ស្រះនាងពិនិត្យមើលឃើញសពគ្រប់ក៏ប្រញាប់ទៅទូលព្រះរាជាខ្ញុំម្ចាស់ទាំងអស់គ្នាទៅដងទឹកឯស្រះនោះបានជួបប្រទះឃើញមានស្ត្រីក្រមុំ17នាក់មានរូបរាងកាយភ្លឺល្អណាស់មកជ្រកនៅនឹងមាត់ស្រះប៉ុន្តែគ្មានសម្លៀកបំពាក់ទេខ្លួនប្រាណនៅទៅទេស្អាតទាំងអស់ព្រះរាជាទ្រង់សណ្ដាប់ហើយទ្រង់ស្លូតព្រះរាជហឫទ័យក៏ទ្រង់ចាត់ព្រះរាជបម្រើឲ្យទៅហៅនាងទាំង17នាក់នោះចូលមកកាន់ព្រះរាជដំណាក់ឯនាងនោះបានប្រកែកថាខ្លួនខ្មាស់ដោយគ្មានអ្វីស្លៀកពាក់ឯរាជបម្រើក៏ត្រឡប់ទៅវិញទៅក្រាបទូលស្ដេចតាមដំណើរស្ដេចបានចាត់ឲ្យស្រីស្នំភីលៀងនាំយកសម្លៀកបំពាក់ទៅឲ្យនាង17នាក់ហើយដង្ហែចូលធ្វើជាមហេសីកាលបើបានជាមហេសីស្ដេចហើយនាងទាំង17នាក់ក៏ចាត់ឲ្យអ្នកបម្រើស៊ើបរកដំណឹងឪពុកម្ដាយទាល់តែឃើញក៏បាននាំមកប្រទានទ្រព្យហើយចាត់ឲ្យស្វែងរកកណ្ដុរសដែលជួយសង្គ្រោះនោះមកចិញ្ចឹមរក្សាក្នុងទីកន្លែងសមគួរព្រមទាំងតែងតាំងឲ្យកណ្ដុរសនោះជាស្ដេចលើកណ្ដុរទូទៅ